ភ្នំយ៉ានគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនៅក្នុងខេត្តបៃលិនស្ថិតនៅជាប់ផ្លូវជាតិលេខ57និងនៅជិតវត្តរតនសោភ័ណ្ឌហៅវត្តកោងកាងគឺជាបេះដូងនៃខេត្តបៃលិនប្រជាពលរដ្ឋអ្នកដំណើរទាំងឡាយដែលចេញចូលមកខេត្តបៃលិនតែងតែឆ្លងកាត់តាមជើងភ្នំយ៉ាននិងគយគន់សំណង់ប្រវត្តិសាស្ត្រមួយចំនួនដែលនៅជាប់ជើងភ្នំយ៉ានដីនៅលើភ្នំនេះគឺជាដីរ៉ែធម្មជាតិមានត្បូងពេជ្រមានតម្លៃយ៉ាងច្រើនផងដែរនៅលើកំពូលភ្នំយ៉ាតមានវត្តអារាមមួយឈ្មោះថាវត្តគិរីរតនារាមភ្នំយ៉ានឬហៅថាវត្តភ្នំយ៉ាននិងមានសំណង់បុរាណសំណង់ថ្មីនិងអាស្រមជាច្រើនដូចជាព្រះจุฬามณีចាតីតូចធំអាស្រមលោកយាយយ៉ានរូបសំណាកព្រះពុទ្ធផ្ចាញ់មាកម្ពស់21ម៉ែត្រសំណង់ប្រាសាទ8ទិសព្រះសិអាមេត្រីអាស្រមព្រះគោព្រះកែវជាដើមនៅជើងភ្នំយ៉ាតក៏មានអាស្រមលោកយាយយ៉ាតផងដែរពិសេសអាស្រមធំរបស់លោកយាយយ៉ាតនៅភាគខាងកើតនៃភ្នំយ៉ាតដែលមានរូបសំណាកលោកយាយយ៉ាតធ្វើអំពីថ្មព្រះវិហារឆ្លាក់ដោយវិចិត្រករខ្មែរនៅស្រុកសន្ទុកខេត្តកំពង់ធំមានទម្ងន់ជាង33តោនប្រជាពលរដ្ឋទីដំណើរនិងភ្ញៀវទេសចរទាំងឡាយដែលមកលេងកម្សាន្តនៅក្នុងខេត្តបៃលិនតែងតែចូលមកឲ្យធូបបួងសួងសុំសេចក្តីសុខសប្បាយពីលោកយាយយ៉ាតដែលពួកគាត់យល់ថាលោកយាយយ៉ាតមានបារមីស័ក្តិសិទ្ធិមានរឿងដំណាលក្នុងឆ្នាំ1922មានជនអន្តោប្រវេសន៍មួយក្រុមបានមករស់នៅប្រកបរបរជីកត្បូងនិងរបរបាញ់សត្វនៅតំបន់នេះហើយបានកសាងអាស្រមមួយនៅលើកំពូលភ្នំយ៉ានរឿងនេះបាននិយាយអំពីប្តីប្រពន្ធមួយគូមានឈ្មោះយ៉ាតដូចគ្នាដែលទាំងពីរនាក់ជាអ្នកជីកត្បូងនៅតំបន់ភ្នំយ៉ាតនេះបន្ទាប់ពីពួកគេបានមានអាយុកាលកាន់តែវ័យចំណាស់រៀងៗខ្លួនទៅពួកគេបានចិញ្ចឹមគិតជាមួយគ្នាផ្ដាំគំនិតកសាងអាស្រមមួយនៅលើកំពូលភ្នំសម្រាប់គោរពបូជាគឺនៅលើភ្នំយ៉ាតនាពេលសប្តាហ៍ថ្ងៃនេះការនោះដែរអ្នកភូមិផ្សេងទៀតបានទិញកាំភ្លើងដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេនិងបរបាញ់សត្វព្រៃដោយសារការបរបាញ់នេះហើយធ្វើឲ្យប្រលឹងអារុកអារក្សអ្នកតាព្រៃមានការខឹងសម្បានិងបានបង្ហាញខ្លួនឲ្យប្តីប្រពន្ធទាំងពីរអ្នកនោះឃើញដើម្បីនាំដំណឹងទៅប្រាប់អ្នកភូមិផ្សេងទៀតដោយនិយាយថាប្រសិនបើអ្នកភូមិឈប់បាញ់សត្វប្រលឹងនោះនឹងជូនត្បូងពេជ្រមានតម្លៃដល់ពួកគេហើយប្រលឹងនោះក៏បានបញ្ជាពួកគេសម្ដែងនៅរបាំក្ងោកជូនទស្សនាជារៀងរាល់ថ្ងៃនៅអាស្រមលើកំពូលភ្នំយ៉ាតនេះផងដែរតមកអាស្រមនោះក៏បានក្លាយមកជាវត្តភ្នំយ៉ាតនាពេលសប្តាហ៍ថ្ងៃនេះLove is a bittersweet